សម្រាប់អ្នកដែលគាត់មានពេលវេលាតិចតែចង់ជុំគ្នាជាមួយមិត្តភ័ក្តិដូចទៅខេត្តអាចចូលមើលវីដេអូនេះបានពួកក្រុមខ្ញុំអត់សូវចេះផឹកស៊ីទេប៉ុន្តែមើលការយកណាតែបានអីក៏អត់យកដែរឲ្យយកវាយ៉ាមុនពីគ្នាឲ្យទឹកជុំគ្នានេះអានឲ្យទឹកវិញទឹករបស់ពួកខ្វិនទឹកបញ្ញាដែរតោះបានចូលមកសាច់ការយើងវិញស្ដាប់វិចារនិង review ច្រើនពេកផ្ទះបែកមាត់អ្នកនរគ្នាមើលផ្លែតអត់ដឹងទេត្រូវអត់គិតថានៅខេត្ត resort នៅខេត្តគីឡូនៅខេត្តទេត្រូវអត់មែនតើនៅជាយក្រុងឯណាចេញពីភ្នំពេញតន្តិចគេនិយាយទៅចូលទីរួមខេត្តកណ្ដាលតន្តិចគេវាងាយស្រួលសម្រាប់ពួកខ្ញុំអ្នកធ្វើការអញ្ចឹងយើងអត់មានពេលវេលាច្រើនសម្រាប់ដើរលេងខេត្តគេមកយប់2យប់អីគឺទៅកន្លែងនេះចេញពីធ្វើការជិះទៅដល់ហ្មងទោះជិះម៉ូតូក៏ទៅដល់ដែរអ្នកដែលគាត់ត្រូវទៅមុនក៏គាត់ទៅមុនទៅអ្នកដែលគាត់ធ្វើការចេញមកតាមក្រោយក៏គាត់មកតាមក្រោយគ្នាប្រដាក់គ្នាអញ្ចឹងនិយាយទៅអាយុប៉ុណ្្នេះហើយចង់ជុំគ្នាចង់សុបាយតោះតែឆ្លៀតចាំមិនបានជុំគ្នាបលវល់តាណាត់គ្នាទៅលេងខេត្តនឹងមិនដឹងពេលណាបានទៅទេតែមិនចេះទៅថាណា vibe ដូចនៅខេត្តមែនតើណាចានៅទីក្រុងភ្នំពេញឯងប៉ុន្តែដើរលេង vibe feeling ដូចនៅខេត្តមើល view មើល background មើលអីនេះសធរអីទៅមែនតើទៅការជួបជុំនេះគឺពួកខ្ញុំចង់មកធ្វើ birthday ឲ្យមិត្តភក្តិខ្ញុំហើយជប់លៀងជូនតាណាមិត្តភក្តិគាត់ទៅរៀនសុកគេចាទៅរៀនរយៈពេលមួយអាទិត្យនិយាយលេងសើចអីទៅ staycation លើកនេះគឺសប្បាយមែនតើខ្ញុំអត់ដែររបៀបថាអាចនិយាយបានថាលើកទី1សម្រាប់ខ្ញុំដែរជិះតែមកផ្លែតដល់ហើយអត់មានត្រូវចំណាយពេលយូរត្រូវជិះពី3ម៉ោងទៅដល់ខេត្តបានជុំគ្នាអញ្ចឹងនេះគឺទិញអីយកមកញ៉ាំនិយាយទៅគឺ moment នឹងដូរយើងទៅលេងខេត្តអញ្ចឹងទិញសាច់ទិញអីយកមកធ្វើយកមកអាំងយកមកអីញ៉ាំគេងជុំគ្នាមកយប់ស្អែកឡើងងើបតែធ្វើការធម្មតានិយាយទៅជិះតាមមួយផ្លែតដល់កន្លែងធ្វើការហ្មង So វីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ